BNB Chain នាំមុខកំណើន Stablecoin ប្រចាំឆ្នាំបង្ហាញពី liquidity កាន់តែក្នុង crypto ប្រព័ន្ធទ្រព្យ Digital សកលកំពុងបន្តអភិវឌ្ឍហើយសូចនាករសំខាន់មួយនៃភាពគឺកំណើន Stablecoin ជាស្ពានភ្ជាប់រវាងហិរញ្ញវត្ថុបុរាណនិងប្រព័ន្ធ Blockchain ដោយផ្ដល់តម្លៃមានស្ថិរភាពសម្រាប់ការទូទាត់និងការគ្រប់គ្រង liquidity ទិន្នន័យថ្មីបង្ហាញថា BNB Chain បានក្លាយជាប្រព័ន្ធ Stablecoin ដែលមានកំណើនលឿនបំផុតមួយដោយកើនឡើងប្រហែល 133% ក្នុងមួយឆ្នាំកំណើននេះបង្ហាញថា Stablecoin មិនមែនជាឧបករណ៍សាកល្បងទៀតទេប៉ុន្តែកំពុងក្លាយជាហេដ្ឋារចនាសម្ព័ន្ធសំខាន់ក្នុងហិរញ្ញវត្ថុ Digital បើយើងមើលទីផ្សារ Stablecoin សរុបតម្លៃទីផ្សារបានលើស 300,000 លាន USD ដែលកើនឡើងពីប្រហែល 50,000 លាន USD នៅដើមឆ្នាំ 2020 កំណើន 6 ដងនេះបង្ហាញពីការទទួលយកកាន់តែទូលំទូលាយនិង liquidity កាន់តែជ្រៅ Stablecoin ឥឡូវនេះដើរតួនាទីជាច្រក liquidity សំខាន់ក្នុងទីផ្សារ crypto អ្នកជួញដូរប្រើវាដើម្បីផ្លាស់ប្ដូរទ្រព្យគ្រប់គ្រងហានិភ័យនិងអនុវត្តប្រតិបត្តិការដោយមិនប្រឈមនឹងការរំញ័រតម្លៃខ្លាំងកំណើនរបស់ BNB Chain មានភាពលេចធ្លោជាងបណ្ដាញធំផ្សេងដោយកើនឡើងប្រហែល 133% ក្នុងតម្លៃទីផ្សារ Stablecoin បណ្ដាញនេះបានលើស Ethereum Solana និង Tron ក្នុងអត្រាកំណើននេះបង្ហាញពីតួនាទីកាន់តែសំខាន់ជាបណ្ដាញទូទាត់ល្បឿនលឿននិងថ្លៃទាបប្រសិទ្ធភាពនៃបណ្ដាញទូទាត់មានឥទ្ធិពលធំលើការទទួលយក Stablecoin ថ្លៃសេវាទាបនិងល្បឿនលឿនអនុញ្ញាតឲ្យអ្នកប្រើផ្ទេរប្រាក់បានឆាប់និងមានប្រសិទ្ធភាពលក្ខណៈទាំងនេះធ្វើឲ្យបណ្ដាញមានភាពទាក់ទាញសម្រាប់ការទូទាត់និងការផ្ទេរប្រាក់ឆ្លងប្រទេសនិន្នាការសំខាន់មួយទៀតគឺការផ្លាស់ប្ដូរទៅសេដ្ឋកិច្ច Stablecoin បែប Multi-chain បើទោះបី BNB Chain មានភាគរយតិចក្នុងការផ្គត់ផ្គង់សរុបក៏វាបានក្លាយជាបណ្ដាញអ្នកប្រើធំបំផុតមួយតាមសកម្មភាពដោយមានប្រហែល 14 លានអាសយដ្ឋានសកម្មប្រចាំខែនេះបង្ហាញថាការទទួលយកមិនមែនផ្អែកលើតម្លៃទុកទេប៉ុន្តែផ្អែកលើការប្រើប្រាស់ពិតប្រាកដការកើនឡើងនៃអាសយដ្ឋានសកម្មបង្ហាញថា Stablecoin កំពុងត្រូវបានប្រើប្រាស់ក្នុងជីវិតពិតដូចជាការផ្ទេរប្រាក់ការទូទាត់ពាណិជ្ជកម្មនិងការប្រើប្រាស់ក្នុង device ពេលការប្រើប្រាស់កើនឡើងវាជួយបង្កើនគ្រឹះសម្រាប់សេដ្ឋកិច្ច crypto ទាំងមូលទិន្នន័យទីផ្សារក៏បង្ហាញថាបរិមាណ Stablecoin បានមានភាពជាងវត្តមុននៅដើមឆ្នាំ 2025 បរិមាណប្រចាំសប្តាហ៍បានឈានដល់ប្រហែល 160,000 លាន USD ដែលជិតទ្វេដងនៃកម្រិតខ្ពស់ក្នុងឆ្នាំ 2021 បច្ចុប្បន្នបរិមាណប្រចាំសប្តាហ៍មធ្យមប្រហែល 60,000 លាន USD ប្រៀបធៀបនឹង 30,000 លាន USD ក្នុងវត្តមុននេះបង្ហាញពី liquidity មូលដ្ឋានកាន់តែរឹងមាំទីផ្សារមិនពឹងផ្អែកលើការរំញ័រខ្លីទៀតទេប៉ុន្តែមានសកម្មភាពស្ថិរភាពជាសរុបកំណើន Stablecoin និងការលូតលាស់របស់ BNB Chain បង្ហាញពីការផ្លាស់ប្ដូរធំមួយទីផ្សារ crypto កំពុងឆ្ពោះទៅប្រព័ន្ធ liquidity បែប multi-chain ដែលមានប្រសិទ្ធភាពនិងអាចប្រើប្រាស់បានពិតប្រាកដរួចបំពេញកូដដើម្បីយករង្វាន់ MRE ដំបូងបងប្អូនចូលទៅកាន់ Play Store ឬក៏ App Store បន្ទាប់មកសរសេរពាក្យថា Binance ដូចដែលខ្ញុំបានសរសេរនេះបន្ទាប់មកចុច Download ចុច Allow តាមដែលដាក់ឲ្យនេះរួចចុចយកខាងក្រោមគេបន្ទាប់មកបំពេញលេខទូរស័ព្ទឬក៏ Email បើសិនជាចេញមកបែបនេះចុចតាមបែបនេះយើងដាក់លេខទូរស័ព្ទរួចយើងចុច Tick រួចចុច Nextពេលនោះសារវានឹងលោតទៅកាន់ទូរស័ព្ទរបស់បងប្អូនជាលេខ5មួយខ្ទង់បន្ទាប់មកយកលេខ5មួយខ្ទង់មកបំពេញរួចវានឹងឲ្យយើងបង្កើតលេខកូដត្រូវតែមានអក្សរធំអក្សរតូចលេខសញ្ញាដល់ចំណុចនេះសំខាន់បំផុតគឺយើងត្រូវចុច Yes រួចបំពេញកូដដើម្បីយករង្វាន់ MREL បន្ទាប់មកបងប្អូនដាក់អត្តសញ្ញាណប័ណ្ណឬបានបើកបកណ្ដាលគេឬក៏យើងប្រើជា passport បងប្អូនមានអីដាក់នឹងដើម្បីបង្កើតគណនីឲ្យផ្ទាល់ខ្លួនរបស់យើងអាចចុចខាងក្រោមដើម្បីដាក់ខាងលើកទាំងខាងមុខមានរូបថតខាងក្រោមទាំងអត់រូបថតបន្ទាប់មកយើងស្កេនមុខតាមគេណែនាំមានងាកឆ្វេងស្ដាំព្រិចភ្នែកនិងចំហមាត់ជាដើមតាមរូបគេបង្ហាញ